ជំរាបសួរបងប្អូនជាមេដាបេដានិងអាណាព្យាបាលសិស្សានុសិស្សទាំងអស់គ្នាស្វាគមន៍ជាថ្មីសម្រាប់ការចូលមកកាន់វគ្គសិក្សាការអប់រំឪពុកម្ដាយសិស្សបឋមសិក្សានេះជាវីដេអូទី8ដែលយើងនឹងសិក្សាជាមួយគ្នាអំពីអាកប្បកិរិយាដែលជាបញ្ហារបស់កុមារដែលកំពុងតែបង្ហាញចេញមកតើអ្នកធ្លាប់មានបទពិសោធន៍បែបនេះដែរឬទេនៅពេលដែលកូនយំហើយខឹងដោយស្រាប់តែស្រែកខ្លាំងៗនៅពេលដែលឮថាកូនខ្ញុំឆ្លោះគ្នាជាមួយនឹងមិត្តភក្តិហើយនៅពេលដែលឮថាកូនខ្ញុំមិនចេះអង្គុយនៅស្ងៀមហើយតែងតែរញ៉េរញ៉ៃរហូតតើអ្នកសម្លឹងមើលឬក៏គិតយ៉ាងដូចម្តេចអំពីអាកប្បកិរិយាដែលបង្ហាញជាបញ្ហាបែបនេះរាល់ពេលដែលឪពុកម្ដាយតែងតែគិតបែបនេះត្រូវតែកែប្រែឲ្យលឿនហេតុអ្វីបានជាធ្វើទង្វើអញ្ចឹងក្មេងគេផ្សេងគេមិនអញ្ចឹងផងតើខ្ញុំខុសអ្វីមែនអាកប្បកិរិយារបស់កុមារអាចជាការបង្ហាញពីតម្រូវការនិងអារម្មណ៍ដែលពួកគេមានអារម្មណ៍ចង់បានកុមារអាចនឹងពិបាកក្នុងការដែលបង្ហាញពីអារម្មណ៍និងតម្រូវការរបស់ខ្លួនឲ្យច្បាស់លាស់ដោយការនិយាយដូច្នេះពេលខ្លះពួកគេតែងបង្ហាញតាមរយៈអាកប្បកិរិយាដូច្នេះដើម្បីយល់ពីអាកប្បកិរិយារបស់កុមារបានវាពិតជាសំខាន់យ៉ាងខ្លាំងក្នុងការផ្ដោតលើមូលហេតុដែលពួកគេធ្វើសកម្មភាពបែបនោះជាជាងផ្ដោតលើអាកប្បកិរិយាដែលមើលទៅឃើញអញ្ចឹងតោះយើងនឹងស្វែងយល់ជាមួយគ្នាម្ដងមួយមានក្មេងម្នាក់ដែលកំពុងតែខឹងដោយស្រែកយ៉ាងខ្លាំងក្នុងចិត្តរបស់ក្មេងម្នាក់នោះយ៉ាងដូចម្តេចទៅពេលនេះក្មេងនោះអាចនឹងកំពុងតែបង្ហាញពីអារម្មណ៍ពិតនៅក្នុងខ្លួនរបស់ពួកគេខ្ញុំពិតជាខូចចិត្តមែនទែនប៉ុន្តែមិនដឹងថាត្រូវនិយាយយ៉ាងដូចម្តេចសូមជួយយល់ពីចិត្តរបស់ខ្ញុំផងខ្ញុំតូចចិត្តប៉ុន្តែខ្ញុំមិនដឹងពីវិធីបង្ហាញនោះទេអាកប្បកិរិយាដែលស្រែកខ្លាំងអាចជាសញ្ញាដែលថាកំពុងតែអភិវឌ្ឍការគ្រប់គ្រងអារម្មណ៍ក៏ថាបានប៉ុន្តែសូមចងចាំថាប្រសិនបើឪពុកម្ដាយមិនជួយដើម្បីឲ្យអាចបង្ហាញពីអារម្មណ៍ទាំងនោះបានល្អទេនោះវាអាចនឹងក្លាយទៅជាទម្លាប់ដែលពិបាកនឹងកែប្រែចិត្តរបស់កុមារដែលវាយមិត្តភក្តិវិញតើយ៉ាងដូចម្តេចកុមារមានអារម្មណ៍ព្រួយបារម្ភនៅក្នុងទំនាក់ទំនងដូច្នេះកុមារបង្ហាញពីការខកចិត្តរបស់ពួកគេហើយចង់បាននូវការចាប់អារម្មណ៍ផងដែរអាកប្បកិរិយាដែលប្រឆាំងតវ៉ាអាចជាសញ្ញាថាកូនរបស់អ្នកកំពុងតែរៀនជំនាញផ្នែកសង្គមក៏ថាបានដែរទាំងនេះក៏អាចក្លាយជាទម្លាប់ដ៏គួរឲ្យភ័យខ្លាចមួយដែរប្រសិនបើឪពុកម្ដាយមិនដោះស្រាយឲ្យបានត្រឹមត្រូវមានហេតុផលផ្សេងជាច្រើនដែលកុមារពិបាកក្នុងការអង្គុយស្ងៀមគឺមានដូចជាពិបាកក្នុងការផ្ដោតអារម្មណ៍ពិបាកក្នុងការគ្រប់គ្រងរាងកាយនិងពិបាកក្នុងការយល់ជាដើមដោយសារអាកប្បកិរិយាទាំងនេះគឺជាសញ្ញានៃលក្ខណៈពិសេសរបស់កុមារដូច្នេះវាជាការសំខាន់ក្នុងការដែលយើងយល់ពីស្ថានភាពរបស់កុមារនិងផ្ដល់នូវតម្រូវការដែលសមស្របអាកប្បកិរិយាដែលតែងតែមានចលនាមិនចេះឈប់ឈរបែបនេះគឺមិនមែនគ្រាន់តែជារឿងធម្មតានោះទេគឺអាចបង្ហាញពីការពិតនៃការពិបាករបស់កុមារបានវាមានសារៈសំខាន់ណាស់សម្រាប់គ្រូបង្រៀននិងឪពុកម្ដាយក្នុងការយល់និងយល់ចិត្តយល់ស្ថានភាពរបស់កុមារហើយផ្អែកលើចំណុចទាំងនេះផងដែរក៏អាចជួយកុមារប្រកបដោយប្រសិទ្ធភាពបាននៅត្រង់ចំណុចនេះខ្ញុំនឹងធ្វើជាវីដេអូផ្សេងហើយនឹងប្រាប់ដល់អ្នកដែលជាអាណាព្យាបាលទាំងអស់ឲ្យបានច្បាស់នៅពេលក្រោយអាកប្បកិរិយាទាំងអស់នេះដែលយើងបានស្វែងយល់ជាមួយគ្នាអំបញ្ញមិញគឺបានបង្ហាញពីស្ថានភាពចិត្តរបស់កុមារដូច្នេះតើមានវិធីសាស្ត្រណាដើម្បីអាចមើលពីស្ថានភាពចិត្តរបស់កុមារបានជាមុនតើអ្វីទៅដែលក្មេងម្នាក់នេះចង់បង្ហាញនៅពេលនេះសំណួរនេះតែមួយប៉ុន្តែអាចផ្លាស់ប្ដូរបាននៅទស្សនៈដែលសម្លឹងមើលទៅលើកុមារបានជាជាងផ្ដោតតែលើអាកប្បកិរិយាប៉ុន្តែសូមព្យាយាមដើម្បីឲ្យយល់ពីតម្រូវការនិងអារម្មណ៍របស់កុមារដែលបានលាក់ទុកនៅពីខាងក្រោយអាកប្បកិរិយាជាមុនសិនការដែលយល់ដឹងចិត្តរបស់កុមារគឺជាជំហានដំបូងនៃការដោះស្រាយបញ្ហានេះជាវិធីសាស្ត្រដែលឪពុកម្ដាយអាចសាកអនុវត្តបានជាក់ស្ដែង
សូមសង្កេតមើលពីអាកប្បកិរិយារបស់កុមារជាមុនសិនសូមស្វែងរកនៅលំនាំមួយថាតើកុមារបញ្ចេញអាកប្បកិរិយាទាំងនេះនៅក្នុងស្ថានភាពបែបណាហើយនៅពេលណាបន្ទាប់មកចំណុចមួយនេះក៏សំខាន់ណាស់ដែរគឺសូមបិទឈ្មោះអារម្មណ៍របស់កុមារសូមទទួលស្គាល់នៅអារម្មណ៍របស់កុមារដោយពាក្យសម្ដីដូចជាកូនខូចចិត្តមែនអត់កូនខឹងមែនជាដើមការដែលធ្វើបែបនេះកុមារអាចចង់បានថាអារម្មណ៍របស់ខ្លួនគឺជាអារម្មណ៍ដែលខូចចិត្តអារម្មណ៍ដែលសោកសៅអារម្មណ៍ដែលភ័យខ្លាចគ្រាន់តែកុមារអាចបានដឹងពីអារម្មណ៍របស់ខ្លួនឯងថាជាអារម្មណ៍អ្វីនោះគឺអាចជួយឲ្យអាកប្បកិរិយារបស់ពួកគេផ្លាស់ប្រែបានបន្តិចម្ដងហើយសូមសន្ទនាដោយស្ងៀមស្ងាត់សាកសួរថាតើមានរឿងអ្វីមែនតែកុំសួរថាហេតុអ្វីបានជាធ្វើបែបនោះឲ្យសោះជាចុងក្រោយសូមឲ្យពួកគាត់ដឹងពីអារម្មណ៍ដឹងពីអាកប្បកិរិយាដែលអាចជំនួសបានសូមប្រាប់ឲ្យដឹងពីវិធីសាស្ត្រដូចជានៅពេលដែលកូនខឹងកូនកុំស្រែកដោយត្រូវនិយាយថាកូនខឹងនេះជាចំណុចដែលត្រូវចងចាំនៅថ្ងៃនេះអាកប្បកិរិយាគឺជាលទ្ធផលប៉ុន្តែសូមចងចាំពីចំណុចដែលថានៅពីក្រោយនោះគឺមានចិត្តរបស់កុមារនៅម៉ោងក្រោយគឺនៅវីដេអូក្រោយយើងនឹងជួបគ្នាម្ដងទៀតជាមួយនឹងប្រធានបទការគិតឡើងវិញម្ដងទៀតអំពីអត្ថន័យនៃការលេងនៅក្នុងយុគសម័យ Digital វីដេអូហ្នឹងយើងនឹងស្វែងយល់ពីការញៀនទូរស័ព្ទរបស់កុមារនិងផ្ដល់ការយល់ដឹងពីវិធីជួយកូនរបស់យើងឲ្យល្អជាទីបំផុតសូមអរគុណ